ឲ្យតែមកដឹងតែមានអីប្លែកទៀតហើយបងប្អូនអញ្ចឹងដូចទៅរាល់ដងអញ្ចឹងកុំឲ្យវែងឆ្ងាយនាំស៊ីពេលច្រើនយើងមកមើលពីរបៀបនៃការធ្វើទាំងអស់គ្នាហើយកំប៉ុងដែលនៅដៃខ្ញុំកាន់នេះជាប្រភេទកំប៉ុងกระតាស់ធ្វើពីกระតាស់មែនប៉ុន្តែរឹងកបិតឡាមដែលជាកបិតដែលយើងកាត់ឡើងធម្មតាហ្នឹងពិបាកកាត់តែបងប្អូនអាចប្រើជាកបិតដូចខ្ញុំប្រើនេះបានឬក៏បងប្អូនមានវិធីអីផ្សេងក្នុងការកាត់បងប្អូនអាចប្រើតាមជាក់ស្ដែងបានកំប៉ុងហ្នឹងគេប្រើធ្វើ snow សម្រាប់រុំផ្លាស្ទិកធំឬក៏ banner អីជាដើមមកបងប្អូនហើយដល់ពេលខ្ញុំប្រើអស់ហើយក៏ខ្ញុំយកកំប៉ុងហ្នឹងយកមកកែច្នៃបន្តទៀតទៅអញ្ចឹងបន្ទាប់ពីកាត់កំប៉ុងហ្នឹងជា2ហើយភ្ជាប់ជាមួយกระតាស់ឡើងឲ្យចេញជាប្រអប់រាងទ្រវែងចេះហើយខ្ញុំក៏យកស្កុតกระតាស់មកបិទនៅតាមធ្នេដែលខ្ញុំបានបិទហ្នឹងព្រោះយើងត្រូវលេបថ្នាំបងប្អូនហើយបិទហ្នឹងគឺខ្ញុំបដោតតែនៅខាងក្នុងទេខាងក្រៅខ្ញុំអត់បានបិទវាឲ្យជិតទេស្កុតกระតាស់ហ្នឹងដែរបងប្អូនអាចទៅរកទិញនៅតាមកន្លែងលក់គ្រឿងសំណង់បានគេមានលក់ច្រើនណាបងប្អូនហើយដូចជាថ្នាំពណ៌នេះអីក៏ខ្ញុំទិញនៅកន្លែងតែមួយដែរអញ្ចឹងនៅក្នុងវីដេអូនេះរបស់ដែលខ្ញុំចំណាយលុយទិញគឺមាន2មុខនឹងឯងបងប្អូនហើយបើនិយាយចំពោះកៅទៀនឬក៏សម្ភារៈផ្សេងហ្នឹងអាហ្នឹងគឺខ្ញុំទិញប្រើរហូតហើយអញ្ចឹងខ្ញុំអត់គិតចូលក្នុងនេះទេចំពោះថ្នាំពណ៌យើងអាចប្រើពណ៌អីក៏បានដែរឬក៏សម្រាប់បងប្អូនដែរគាត់អត់មានថ្នាំពណ៌ឬក៏ពិបាករកទិញអីបងប្អូនអាចប្រើជាសាច់កណាត់មកបិទនៅខាងក្នុងហ្នឹងហ្មងក៏បានដែរតែបើសម្រាប់ខ្ញុំគឺខាងក្នុងនេះខ្ញុំលេបថ្នាំពណ៌ហើយអញ្ចឹងខ្ញុំបិទសាច់កណាត់តែខាងក្រៅទេបងប្អូនហើយចំពោះសាច់កណាត់នេះដែរគឺឃើញសឹងតែគ្រប់វីដេអូរបស់ខ្ញុំហើយបងប្អូនដោយសារតាពីមុនហ្នឹងផ្ទះខ្ញុំគឺយើងលក់កៅអៅជជុះហើយដល់ពេលយើងឈប់លក់ទៅក៏វានៅសល់រៀងច្រើនដែរហើយពេលដែលសល់ក៏វាចាស់ដែរហើយបងប្អូនអញ្ចឹងទៅបើឲ្យចែកគេក៏ចែកមិនកើតដែរហើយក៏វាគ្មានកៅអៅណាដែលសមរម្យដែលអាចឲ្យពួកគាត់យកទៅប្រើបានអញ្ចឹងណាអញ្ចឹងទៅសល់ក៏ខ្ញុំតែងតែយកវាមកច្នៃធ្វើនេះធ្វើនោះអញ្ចឹងទៅបងប្អូនហើយរបស់ដែលយើងធ្វើថ្ងៃនេះដែរជាប្រភេទកន្ត្រកឬក៏ជារបស់ដែលយើងអាចដាក់សម្ភារៈផ្សេងនៅក្នុងនឹងបានប៉ុន្តែរៀងប្លែកជាងរដងតិចដោយសារតែថ្ងៃនេះខ្ញុំធ្វើជារូបរាងឆ្មាអញ្ចឹងនៅខ្ញុំកំពុងបិទនេះជាខ្លួនឆ្មាបងប្អូនតែឆ្មានេះឆ្មាអត់ឈាមទេប៉ុន្តែយើងអាចប្រើបានជាប្រយោជន៍ចង់លើកយកទៅដាក់ណាក៏បានដែរឆ្មានេះហ៎អញ្ចឹងបន្ទាប់ពីធ្វើខ្លួនឆ្មាហើយខ្ញុំមកធ្វើមុខឆ្មាម្ដងហើយជ័រដែលខ្ញុំយកមកធ្វើនេះគឺជ័រតំណប់ស្បែកជើងដែលយើងទិញស្បែកជើងមកវាមាននៅក្នុងស្បែកជើងបងប្អូននិយាយទៅសឹងថាឲ្យតែប្រទេសអីគឺដាក់នឹងឯងហើយរាល់ថ្ងៃនេះខ្ញុំតែងតែប្រមូលរបស់ចាស់ឬក៏សម្ភារៈដែលយើងឈប់ប្រើហ្នឹងយកមកទុកធ្វើអញ្ចឹងទៅឡើងអ្នកផ្ទះគាត់ហៅខ្ញុំថាយាយសម្រាមហើយបងប្អូនគាត់ហៅខ្ញុំតែអញ្ចឹងមែនប៉ុន្តែបើថាគាត់ឃើញរបស់ណាដែលតំណងថាមើលទៅខ្ញុំអាចយកទៅធ្វើនេះធ្វើនោះបានទៀតហ្នឹងគឺគាត់ប្រមូលទុកឲ្យហើយព្រោះគាត់មើលឃើញថារបស់ដែលខ្ញុំតែងតែធ្វើចេញទៅហ្នឹងគឺសុទ្ធតែជារបស់ដែលអាចប្រើបានដល់ពេលអញ្ចឹងយើងអាចកាត់បន្ថយនៅចំណាយនៅក្នុងគ្រួសារយើងបានមួយផ្នែកតូចដែរបងប្អូនដូចរបស់ដែលខ្ញុំយកមកធ្វើថ្ងៃនេះអញ្ចឹងបើថាយើងអត់ចេះច្នៃទេគឺអត់មានអីក្រៅពីដុតហើយចោលទេហើយដល់ពេលអញ្ចឹងវាអត់បានប្រយោជន៍មកយើងហើយវាមានតែធ្វើឲ្យប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញទៀតអញ្ចឹងហើយអត់មានអីល្អជាងការកែច្នៃឡើងវិញនេះទេយើងចូលរួមធ្វើទាំងអស់គ្នាទៅធ្វើបានប៉ុណ្ណាយើងធ្វើទៅតាមលទ្ធភាពដែលយើងអាចធ្វើបានទៅបងប្អូនអញ្ចឹងត្រឡប់មកវិញឆ្មានេះត្បិតតែវាអត់មានជីវិតមែនតែក៏វាត្រូវមានដៃមានជើងឲ្យគ្រប់លក្ខណៈជាឆ្មាដែរបងប្អូនអញ្ចឹងហើយបន្ទាប់ពីធ្វើជើងហើយដៃនេះក៏ខ្ញុំធ្វើដូចគ្នាដែរហើយសម្រាប់ຂະຫນាតឬក៏ទំហំអីហ្នឹងគឺខ្ញុំបានដាក់នៅក្នុងវីដេអូនេះអស់ហើយបើបងប្អូនចង់ធ្វើតាមខ្ញុំទាំងស្រុងអញ្ចឹងហ្មងក៏ស្រួលដែរហើយឈើនេះវិញបើបងប្អូនអត់មានឈើដែលធំដូចខ្ញុំអញ្ចឹងបងប្អូនប្រើចង្កឹះក៏បានដែរគ្រាន់តែយើងត្រូវរុំកណាត់ពីក្រៅហ្នឹងឲ្យក្រាស់បើយើងប្រើឈើតូចតែបើយើងប្រើឈើធំអាហ្នឹងគឺខ្ញុំរុំតែមួយជាន់ហ្នឹងឯងគឺបានហើយឈើហ្នឹងគឺយើងធ្វើសម្រាប់ថ្ពួកដៃហើយនឹងជើងវាហ្នឹងឯងហើយខ្ញុំធ្វើតែ2ទេដោយសារតែឆ្មាថ្ងៃហ្នឹងក៏ខ្ញុំធ្វើតែ2ដែរបងប្អូនតែបើយើងចង់ធ្វើឲ្យច្រើនជាងហ្នឹងក៏បានដែរយើងថ្ពួកវាតគ្នាអញ្ចឹងមកហើយឈើខាងលើនេះគឺខ្ញុំចងខ្សែដើម្បីយើងពយួរវាបើបងប្អូនអត់ចង់ចងខ្សែដូចខ្ញុំចេះយើងមានវិធីមួយទៀតគឺយើងប្រើអាប្រដាប់បិទអញ្ចាំងដែលយើងបិទសម្រាប់ពយួរឲ្យបានយើងបិទអាហ្នឹង2មកហើយយើងលើកឈើហ្នឹងទៅថ្ពួកទៅគឺបានហើយបងប្អូនកត្រកនេះមាំមកបងប្អូនខ្ញុំធ្វើឲ្យដាក់ឲ្យបានឡើងច្រើនហើយកុំថាឡើយធ្វើតែ2ហ្នឹងទោះធ្វើ3 4ដាក់តគ្នាទៀតក៏អត់ទៅណាដែរហើយមិនដាក់បានតែសម្ភារៈដូចជា
ប៊ិចបន្ទាត់ដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះទេកន្ត្រកនេះបើដាក់សម្ភារៈនៅក្នុងបន្ទប់ទឹកក៏តំណងដែរបងប្អូនអញ្ចឹងកុំភ្លេចសាកធ្វើទាំងអស់គ្នាហើយបើបានធ្វើកុំភ្លេចដាក់នៅក្នុង comment ចែកខ្ញុំមើលផងអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងហើយបើបងប្អូនស្រឡាញ់និងចូលចិត្តរកការធ្វើរបស់ខ្ញុំបងប្អូនកុំភ្លេចចុច like share និង follow ឲ្យខ្ញុំម្នាក់មួយផងអញ្ចឹងខ្ញុំក៏ជម្រាបលាបងប្អូនដែរហើយយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀត